លំហាត់ថ្ងៃនេះរៀបលំដាប់ប្រភេទខាងក្រោមទៅជាលំដាប់កើនហើយនិងលំដាប់ចុះអញ្ចឹងលំហាត់នេះគេសួរបែងចែកជាពីរសំណួរបានន័យថាគេឲ្យយើងរៀបវាតាមលំដាប់កើនផងនិងលំដាប់ចុះផងលំដាប់កើនមានន័យថាយើងរៀបពីតូចទៅធំមានន័យថារៀបលេខតូចនៅខាងមុខបន្តបន្ទាប់គឺលេខធំទៅនេះគេហៅថាលំដាប់កើនឯលំដាប់ចុះមានន័យថាពីធំចុះមកតូចឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាជំហានទី1ដើម្បីរៀបប្រភេទបានយើងពិនិត្យទៅលើភាគបែងដោយសារតែភាគបែងរបស់ប្រភេទនីមួយនេះគឺភាគបែងវាខុសគ្នាបើភាគបែងដូចគ្នាវាអត់បញ្ហាទេគឺយើងប្រៀបធៀបភាគយកនិងភាគយកតែម្ដងក៏ប៉ុន្តែភាគបែងរបស់វានេះគឺអត់ដូចគ្នាទេមាន3មាន5មាន7ហើយចុងក្រោយនេះគឺភាគបែងវា1អញ្ចឹងភាគបែងសុទ្ធតែខុសគ្នាអញ្ចឹងយើងចាំបាច់ត្រូវរកភាគបែងរួមសិនក្នុងការរកភាគបែងរួមយើងអាចរកតាមវិធីរបស់គេគឺរក PPCM ពហុគុណរួមតូចបំផុតឬក៏យើងអាចរកតាមវិធីឲ្យងាយតែម្ដងលឿនក៏ប៉ុន្តែអាចលេខធំបន្តិចឥឡូវខ្ញុំប្រាប់វិធីដែលបងអូនអាចធ្វើបានលឿនតែម្ដងអញ្ចឹងភាគបែងរួមគឺបងអូនយកភាគបែងខាងក្រោមនេះគុណចូលគ្នាតែម្ដងហើយកន្លែងនេះភាគបែងវាគឺ1ណាកន្លែងហ្នឹងភាគបែងវាគឺ1ប៉ុន្តែយើងមិនបាច់សរសេរក៏យើងដឹងថាកន្លែងហ្នឹង1ដែរអញ្ចឹងភាគបែងរួមយើងគឺភាគបែងរួមបាទគឺមាន3 5និង7ណាចឹងដោយសារលេខ1នៅខាងក្រោមនេះភាគបែង1អញ្ចឹងយើងមិនបាច់ដាក់ក៏បានដែរព្រោះគុណនឹង1វាអត់កើនហើយក៏វាអត់ចុះដែរតើឥឡូវយើងចាប់ផ្ដើមភាគបែងរួមយើងគឺ3 5 7អញ្ចឹងយើងចាប់ផ្ដើមលេខទី1លំហាត់ប្រភេទទី1គឺយើងគឺ3សំទោស2លើ3អញ្ចឹងយើងស្មើបន្តមក2លើ3អញ្ចឹងយើងពិនិត្យមើលភាគបែងយើងវាមានលេខ3 5 7ឥឡូវយើងមានលេខប្រមាណយើងមានលេខ3អញ្ចឹងយើងនៅខ្វះលេខអីខ្វះលេខ5និងលេខ7ខ្វះលេខ5និងលេខ7អញ្ចឹងយើងគុណនឹង5គុណនឹង7មើលឲ្យទាន់បើខាងក្រោមយើងគុណនឹងលេខប៉ុន្មានខាងលើយើងគុណនឹងលេខប៉ុណ្ណឹងដែរបងអូនពិនិត្យមើលឲ្យទាន់ដោយសារខ្ញុំគុណពណ៌ក្រហមដើម្បីឲ្យដឹងថាគុណប៉ុន្មានខាងក្រោមប៉ុន្មានហើយលើប៉ុន្មានដែរឥឡូវយើងចាប់ផ្ដើមគុណបញ្ចូលគ្នាមក2គុណនឹង5 10បាទ2 5ដងនេះ10 17ដងវាឃើញ70ផ្នែកខាងក្រោម3 5ដង15គុណនឹង7 15គុណនឹង7មក7 5ដង35សេលេខ5ត្រា3 7ម្ដង7បូក3 10ភាគបែងឃើញ105បាទភាគបែងឃើញ105បន្តមកទៀតយើងចូលដល់ប្រភេទ3លើ5បាទ3លើ5 3លើ5យើងពិនិត្យមើល3លើ5 3លើ5អញ្ចឹងភាគបែងយើងមានលេខប៉ុន្មានភាគបែងយើងមានលេខ5អញ្ចឹងយើងឆូតលេខ5ចេញអញ្ចឹងយើងនៅខ្វះលេខអីបាទខ្វះលេខ3និងលេខ5 7អញ្ចឹងយើងគុណថែមលេខអីគុណថែមលេខ3និងលេខ7ខាងក្រោមគុណប៉ុន្មានខាងលើគុណប៉ុណ្ណឹងដែរហើយយើងស្មើបន្តមក3គុណនឹង3នេះ9
9 ដងប៉ុន្មានដែរ9 7 ដង 63 ហើយខាងក្រោមលេខដូចតែគ្នាទេគឺគុណទៅឃើញ105ដដែលប្រភេទទី3គឺ4លើ7 4លើ7បាទឥឡូវយើងមើល4លើ7 4លើ7ឥឡូវយើងមានភាគបែងប្រមាណនេះយើងមានភាគបែង7អញ្ចឹងយើងឆូតកន្លែង7មកអញ្ចឹងយើងនៅខ្វះលេខអីខ្វះលេខ5ហើយនឹងលេខ3អញ្ចឹងយើងគុណនឹងប៉ុន្មានគុណនឹង5ហើយគុណនឹងលេខ3ខាងលើយើងគុណប៉ុណ្ណឹងដែរមក5គុណនឹង3លទ្ធផលស្មើបាទខាងក្រោមលេខដដែលនេះគឺលេខ105ហើយខាងលើយើងគុណមក5 4 5ដង20បងប្អូនយកគុណជាមួយ3វាឃើញ60ហើយចុងក្រោយគឺលេខ1បាទលេខ1នេះគឺភាគបែងវាប្រមាណអាលេខ1ហ្នឹងអាលេខ1ហ្នឹងគឺភាគបែងវា1ហ្នឹងប៉ុន្តែគេអត់សរសេរហើយយើងដាក់1ឲ្យដឹងសិនអញ្ចឹងបើមាន1យើងខ្វះលេខអីយើងខ្វះទាំងអស់ហ្នឹងគឺខ្វះលេខ3ក៏ខ្វះលេខ5ក៏ខ្វះ7ក៏ខ្វះអញ្ចឹងយើងគុណទាំងអស់មកយើងគុណនឹង3ហើយយើងគុណនឹង5ហើយយើងគុណនឹង7អាក្រោមប៉ុណ្ណឹងឥឡូវយើងគុណប៉ុណ្ណឹងដែរមកគុណនឹង3គុណនឹង5គុណនឹង7ផ្នែកខាងក្រោមលេខដដែលទេគឺឃើញ105ហើយផ្នែកខាងលើយើងគុណមក1 3ដងនៅតែ3ដដែលអានេះ3 5ដង15គុណនឹង7ឃើញដដែលគឺលេខ105ឥឡូវនេះដល់វគ្គយើងប្រៀបធៀបបាទសំណួរទី1យើងចង់ប្រៀបធៀបលំដាប់អីលំដាប់កើនណានេះសំណួរទី1យើងធ្វើលំដាប់កើនសិនមកគឺពីតូចទៅធំណាអញ្ចឹងយើងដាក់លំដាប់កើនមុនសិនមកលំដាប់កើនមានន័យថាពីតូចទៅធំអញ្ចឹងបងអូនរើសលេខដែលតូចជាងគេមកណាអញ្ចឹងប្រភេទនេះសុទ្ធតែភាគបែងដូចគ្នាហើយអញ្ចឹងយើងមើលតែភាគយកបានហើយបងអូនមើលភាគយកតើប្រភេទមួយណាដែលមានភាគយកតូចជាងគេណាអានេះ63អានេះ7អានេះ60អានេះ105ឥឡូវបងអូនរើសមកបងអូនរើសលេខណាដែលតូចជាងគេបាទលេខដែលតូចជាងគេគឺលេខអីគឺជាលេខ60នេះ60អញ្ចឹងយើងដាក់លេខនឹងមុនមក60កន្លែងនេះមុនគេនេះណា60មុនគេអញ្ចឹង60បងអូនមើលលេខដើមរបស់វានេះ60នេះ60លេខដើមរបស់វាលេខណានេះគឺ4លើ7អញ្ចឹងបងអូនដាក់អាហ្នឹងមុនមក4លើ7បាទបន្ទាប់ពីលេខ60មកហើយលេខណាទៀតធំបន្ទាប់ពី60គឺនេះ63អញ្ចឹងបងអូនពិនិត្យមើល63លេខដើមរបស់វាលេខប្រមាណនេះ3លើ5បាទអញ្ចឹងយើងដាក់បន្ទាប់មកគឺ3លើ5បន្តពី63មកចូលដល់លេខធំបន្ទាប់គឺលេខ70ប៉ុន្តែ70នេះលេខដើមរបស់វាគឺ2លើ3អញ្ចឹងបន្តមកទៀតគឺ2លើ3ហើយលេខដែលចុងក្រោយធំជាង70នោះគឺលេខ105អញ្ចឹង105លេខដើមរបស់វាគឺលេខ1អញ្ចឹងចុងក្រោយគឺលេខ1នេះគេហៅថាលំដាប់កើនហើយចំពោះលំដាប់ចុះវិញលំដាប់ចុះមានន័យថាប្អូនត្រូវរកលេខធំមុនណាលេខធំមុនគេអញ្ចឹងយើងគ្រាន់តែត្រឡប់ចម្លើយខាងលើនេះដាក់ដូរទិសដៅមក1ធំជាង2លើ3បន្ទាប់មកលេខ3លើ5បន្ទាប់មកគឺ4លើ5 7អានេះគេហៅថាលំដាប់កើននិងលំដាប់ចុះ